មានអតិជននិងបងប្អូនជាច្រើនដែលមានចម្ងល់ឆ្ងល់ជាមួយនឹងមុខម្ហូបគីមហេតឆេតើគីមហេតឆេមានលក់មុខម្ហូបប្រមាណរសជាតិនិងប្រមាណមុខហើយមុខមួយណាដែលលក់ដាច់ឆ្ងាញ់ចាហើយពេញនិយមហើយនឹងមានលក់នៅទីណាខ្លះចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំគីមមកណែនាំចាមុខម្ហូបដែល4មុខថ្ងៃនេះគឺនាងខ្ញុំមកណែនាំតែ4មុខទេគឺមានជាមួយនឹងបុកកន្ទុយហេះចាដែលដើមកំណត់ចេញពីខេត្តបាត់ដំបងហើយជាមួយនឹងប្រហុកអង្ក្រងដើមកំណត់ចេញពីខេត្តសៀមរាបហើយនឹងមួយវិញទៀតគឺបុកម្ទេសសាច់ក្តាមដែលចម្អិនជាមួយនឹងក្តាមសេះធម្មជាតិរស់ហើយជាមួយនឹងបុកម្ទេសពងក្តាមដែលចម្អិនជាមួយនឹងពងក្តាមសេះចឹងមុខម្ហូបនីមួយពេលដែលការដែលចម្អិនហ្នឹងគឺមានប្រវត្តិនៃការចម្អិនចាចេញពីខេត្តនីមួយចង់បងប្អូនដែលចង់ពិសាជាមួយនឹងមុខម្ហូបដែលឆ្ងាញ់បើកម្របមកគឺពិសាភ្លាមមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិនម្ហូបរវល់ធ្វើការឬក៏បងប្អូនអញ្ជើញទៅខេត្តអីបងប្អូនកុំភ្លេចចាក៏មកជាមួយមុខម្ហូបទាំងនេះដាក់តាមផ្ទះឬក៏ដាក់តាមខ្លួនចាគឺថាងាយស្រួលបើកម្របមកគឺរៀបចំតែបន្លែបាយអីតិចតួចគឺបងគឺពិសាបានភ្លាមតែម្ដងហើយមុខម្ហូបនេះខ្ញុំគឺមានលក់នៅក្នុង page បុកម្ទេសសាច់ក្តាមគីមហេតឆេអាហារខ្មែរគីមហេតឆេនឹងមាននៅជីបម៉ុងសាទំនើបជីបម៉ុងគ្រប់សាខានៃរាជធានីភ្នំពេញនៅ Winmart និងនៅចំការដូច្នេះបងប្អូនអាចអញ្ជើញទៅទីនោះបានចាអរគុណ